វាគមន៍លោកញឹមរិស័យដែលជាអគ្គនាយករបស់ក្រុមហ៊ុនមីរ៉ាគូថ្លែងសន្ទរថាស្វាគមន៍សូមគ្រប់អញ្ជើញក្នុងនាមខ្ញុំជាវិនិយោគិនក្នុងស្រុកនិងគឺជាអគ្គនាយកនៃក្រុមហ៊ុនមីរ៉ាគូខ្ញុំមានកិត្តិយសនិងមានមោទនភាពជាខ្លាំងដែលប្រទេសកម្ពុជារបស់យើងនៅតែបន្តទាក់ទាញការវិនិយោគពីបណ្ដាប្រទេសអន្តរជាតិ